មុននឹងទេវតាជួយយើងត្រូវជួយខ្លួនឯងសិនគេចង់ជួយយើងបានត្រឹមតែពាក្យសម្ដីតែបើយើងចង់ជោគជ័យយើងត្រូវជួយខ្លួនឯងដោយទង្វើសកម្មភាពអតីតកាលដែលមិនល្អបំភ្លេចវាចោលឲ្យអស់ទៅសំខាន់យើងត្រូវគិតពីបច្ចុប្បន្នប្រឹងប្រែងការងារល្អកុំខ្ជិលច្រអូសកុំទម្រុននោះព្រះពុទ្ធជាម្ចាស់តើផ្លូវកណ្ដាលនោះអ្វីទៅគឺការប្រណិប័តដែលឈានទៅរកការបំបត្តិទុក្ខ8ប្រការឬអង្គ8គឺ1ការយល់ឃើញត្រូវសមាទិដ្ឋិ2ការត្រេះរិះត្រូវសមាសង្កប្បៈ3ការនិយាយត្រូវសមាវាចា4ការងារត្រូវសមាកម្មន្តៈ5ការចិញ្ចឹមជីវិតត្រូវសមាអាជីវៈ6ការបំពេញព្យាយាមត្រូវសមាវិយាមៈ7ការរលឹកត្រូវសមាសតិ8ការតាំងចិត្តត្រូវសមាសមាធិលោកទាំងឡាយចូលយកវាទៅធ្វើជាផលប្រយោជន៍ដើម្បីសេចក្តីសុខដល់ប្រជាជនដើម្បីសេចក្តីស្រឡាញ់ដល់ពិភពលោក